កម្ពុជាបន្តស្នើសុំឯកសារពីបារាំងដើម្បីដោះស្រាយបញ្ហាជាមួយថៃដោយស្របច្បាប់និងជៀសវាងចំនួនកាន់តែរីកធំឯកសារប្រវត្តិសាស្ត្រសម័យអាណានិគមបារាំងបានក្លាយជាចំណុចស្នូលនៃវិវាទព្រំដែនកម្ពុជាថៃគណៈសារព័ត៌មានអន្តរជាតិរបស់អាល្លឺម៉ង់និងរបស់បារាំងបានរាយការណ៍អំពីលិខិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតផ្ញើទៅប្រធានាធិបតីបារាំងអេម៉ាញូអែលម៉ាក្រុនសូមការគាំទ្រឯកសារសម័យអាណានិគមដើម្បីបង្ហាញទៅកាន់ពិភពលោកថាកម្ពុជាកំពុងបដូរយុទ្ធសាស្ត្រព្រំដែនសមរភូមិមកជាសមរភូមិឯកសារវិញបញ្ហាស្នូលផ្អែកលើផែនទីខ្នាត1/50,000របស់ថៃនិងផែនទីខ្នាត1/200,000របស់បារាំងតាមសន្ធិសញ្ញាឆ្នាំ1907អ្នកវិភាគយល់ថាការទាញបញ្ហាទៅបារាំងគឺជាជំហានពង្រឹងភាពស្របច្បាប់ប្រសិនបើត្រូវបញ្ជូនបញ្ហាព្រំដែនកម្ពុជាថៃទៅតុលាការអន្តរជាតិ ICJ ក្រោយការប៉ះទង្គិចអាវុធកំឡុងឆ្នាំ2025ដែលបណ្ដាលឲ្យមានការជម្លៀសប្រជាជនរាប់សែននាក់បញ្ហានេះបានក្លាយជាប្រធានបទក្តៅលើឆាកអន្តរជាតិហើយបង្ហាញថាកម្ពុជាកំពុងប្រើទូតផែនទីដើម្បីជៀសវាងជម្លោះកាន់តែធំ។